សូមជម្រាបសួរចាជំរាបសួរលោកគ្រូបាទបងស្រីអញ្ជើញពីណាវិញខ្ញុំប៉ែរុស៊ីលោកគ្រូប៉ែរុស៊ីមានអ្វីដើម្បីខ្ញុំបាទរួមចំណែកអញ្ជើញមានប្រសាសន៍បងចាខ្ញុំកូនតាហើយនៅមួយខ្ញុំ10ឆ្នាំហើយឥឡូវហ្នឹងខ្ញុំចែកលុយឲ្យវាទៅនៅមួយម៉ែក្មេកហើយវាមិនចង់ទៅវាថានៅមួយម៉ែបកើតស្រួលជាងលោកគ្រូចុះមិនក៏បងចង់ឲ្យទៅនៅមួយម៉ែក្មេកលែងស្រឡាញ់កូនហ្នឹងឬក៏មានទុក្ខលំបាកអីខ្ញុំចង់ឲ្យវាបែកលោកគ្រូព្រោះវានៅជាមួយខ្ញុំវាអត់ខ្លាចខ្ញុំវាមានផ្ដល់សិទ្ធឲ្យខ្ញុំឲ្យបងឲ្យបងប្អូនលោកគ្រូឲ្យខ្ញុំម៉ាយទៅវាអត់ស្ដាប់ខ្ញុំវាអត់ខ្លាចខ្ញុំវាមកវាចង់លោឡាយតែចិត្តវាទាំងអស់លោកគ្រូកូនរបស់បងអ៊ំស្រីជាកូនប្រុសឬកូនស្រីកូនបកើតកូនប្រុសលោកគ្រូកូនបងទេអាយុប្រហែលឆ្នាំអាយុប្រហែលឆ្នាំ32ឯលោកគ្រូមានការសិក្សាកម្រិតណាថ្នាក់ទី9មានមុខរបរជាអីធ្វើមហូបការធ្វើតកែលោកគ្រូធ្វើតកែមហូបការទៅទៀតរីឯភរិយាអាយុប្រហែលឆ្នាំ27លោកគ្រូមានមុខរបរជាអីដែរនៅផ្ទះមើលកូនរៀបការប្រហែលឆ្នាំហើយ10ឆ្នាំហើយលោកគ្រូមានកូនប្រហែលអ្នកហើយ3នាក់លោកគ្រូ3នាក់ហើយរីឯអ៊ំស្រីអាយុប្រហែលឆ្នាំខ្ញុំ52ហើយមានមុខរបរជាអីខ្ញុំឈឺប្រចាំកាយហើយខ្ញុំនៅសល់ខ្ញុំមានកូន5នាក់ប្រុស3នាក់ខ្ញុំការហើយខ្ញុំនៅកូនស្រី2នាក់មួយរៀនឆ្នាំទី3មួយរៀនដល់ឆ្នាំទី9សូមសួរថាចំណូលគ្រួសារនេះប្រចាំថ្ងៃបានអ្វីយកមកទំនុកបំរុងទប់ទល់ខ្ញុំជួនណាមានមួយមហោដីចឹងទៅខ្ញុំនាំមួយទៅចឹងទៅជួនណាក៏ត្រូវទៅបានលុយហ្នឹងមកចាំកូនឲ្យកូនរៀនចឹងទៅលោកគ្រូចុះបើមិនត្រូវដីគិតមិនវិញបើមិនត្រូវនៅអត់ចឹងកូនចេះហុចតិចម្នាក់ចឹងប្របងបាទចុះតើប្រុងចែកលុយឲ្យកូនបែកចែកប្រមាណទេខ្ញុំអត់មានលុយដែរលោកគ្រូចែក2000ហើយម៉ែក្មេកវាហ្នឹងទិញអសង្ឃ3ទិញអីឲ្យទុកដឹកញៀវដឹកអីដែរលោកគ្រូប៉ុន្តែម្ដាយក្មេករបស់គាត់នឹងព្រមទទួលដែរអត់ទេព្រមលោកគ្រូគេថាមិនដែរគឺថាបើវាឈប់ផឹកឈប់ទីអីមានពួកមានម៉ាក់នៅមួយគាត់បានបើសិនណាមិនជំរុះជំរះអាផឹកហ្នឹងទេបែបនៅមួយគាត់បានយូរទេបាទក៏ប៉ុន្តែគាត់នឹងនៅក្បែរអ៊ំស្រីដែរអត់ទេឥឡូវហ្នឹងអត់នៅផងលោកគ្រូទៅធ្វើមហោបបាត់ហើយចុះប្រពន្ធរបស់កូនហ្នឹងចាព្រោះកូនប្រសាអ៊ំហ្នឹងនៅក្បែរហ្នឹងដែរអត់ទេអត់ផងចូលបន្ទប់ទឹកបាត់ហើយលោកគ្រូប្តីហ្នឹងអត់ស្ដាប់ប្រពន្ធផងលោកគ្រូអត់ស្ដាប់ប្រពន្ធទេចាវាដូចខ្លាំងចិត្តទៅវាដូច្នេះហើយគ្រួសារនេះពិបាកហើយបើសិនជាកែតម្រង់គាត់មិនបានទេមូលហេតុដែលអ៊ំចង់ឲ្យកូននឹងចេញគឺដោយសារនិយាយវាមិនស្ដាប់តែប៉ុណ្្នឹងទេមែនអត់ទេបើសិនជានិយាយគាត់ស្ដាប់គឺចង់ឲ្យគាត់នៅដែរមែនអត់ចាបាទដូច្នេះបញ្ហានៅត្រង់ចេះបញ្ហានៅត្រង់ថាបើកូននេះស្ដាប់មិនបាច់ចេញក៏បានដែរចាអត់ចង់ឲ្យវានៅព្រោះបងប្អូនវាអត់មានណាមួយពេញចិត្តវាផងលោកគ្រូវាដូចថាវាមកវិផឹកពីស៊ីវិញវាលោឡាពេញផ្ទះវាមានចិត្តទៅវាឲ្យបងប្អូនបាក់រស់នៅកូនស្រីខ្ញុំមួយអាយុ22ឆ្នាំហើយវារៀនឆ្នាំទី3វាទៅនៅតែផ្ទះមីងវាស្អប់អារឹកមយាទផងធ្វើរបៀបហ្នឹងវាអរគុណហើយបន្ថែមពីនេះទៅទៀតចង់សួរថាប្រពន្ធរបស់គេនោះគេគិតមិនដែរបើសិនជាយើងចង់អ៊ំស្រីចង់ឲ្យកូននឹងចេញពីផ្ទះហ្នឹងប្រពន្ធហ្នឹងគាត់មានយោបល់បែបម៉េចទៅប្រពន្ធហ្នឹងចង់ចេញទៅនៅមួយម៉ែវាព្រោះនៅមួយខ្ញុំ10ឆ្នាំហើយវាអត់កែសោះបាទអរគុណឥឡូវនេះដែលកន្លងមកដែលដោះស្រាយអ្វីជាដុំកំភួនរោគច្រកចេញនេះតែអត់ទេខ្ញុំអត់ដែលផងព្រោះដូចថាខ្ញុំជីវភាពវាខ្សត់ខ្សោយហើយណាមួយអត់ទាន់មានលុយចែកជាចឹងទៅ
ដល់ឥឡូវខ្ញុំទុំប្រម៉ែប្រមូលទៅមានលុយ2000ហ្នឹងឲ្យចែកឲ្យវាទៅហើយវាថាវាទៅលោកគ្រូតែវាមិនចង់ទៅក្នុងចិត្តវាថាវាមិនចង់ទៅថាវានៅមួយម៉ែបង្កើតជួលខ្ញុំថាអូនឯងនៅមួយម៉ែបង្កើតជួលហើយប៉ុន្តែម៉ែហើយនឹងអូនតិចតិចស្គាំបេះដូង10ឆ្នាំហើយនេះបាទអរគុណនិយាយជម្រាបជូនគាត់តាមរយៈប្រជុំវិញប្រជុំពិភាក្សាមូលមតិគ្នារវាងម្ដាយកូនទាំងអស់ជាមួយប្អូនជាមួយប្រពន្ធនិងគាត់រួមគ្នាដែលអ៊ំស្រីលើកជាហេតុផលដែលបញ្ជាក់មូលហេតុទាំងឡាយនេះជម្រាបជូនគាត់ថាកូនស្គាល់ហើយចិត្តម្ដាយចិញ្ចឹមកូនរហូតមកដល់ឥឡូវនេះវាយូរឆ្នាំណាស់មកហើយលើពីនេះទៅទៀតគោលបំណងការពិតរបស់ម្ដាយគឺចង់ឲ្យកូនមានអនាគតល្អមានភាពភ្លឺស្វាងនៅក្នុងសង្គមជីវិតតែក្នុងនាមម្ដាយជាម្ដាយរបស់កូនបានកត់សម្គាល់ឃើញអំពីស្ថានភាពរបស់កូនហាក់បីដូចជាមិនមានការទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនក្នុងនាមជាឪពុកគេក្នុងនាមជាប្តីគេក្នុងនាមជាកូនបង្កើតជាកូនប្រសាសោះកូនធ្វើដូចជាកូនឯងជាឪរបស់ម៉ែទៅវិញហើយមិនម៉ែជាម៉ែរបស់កូនទេហេតុអីបានម៉ែនិយាយដូច្នេះរាល់ការណែនាំការសំណូមពរដែលល្អនិងត្រូវកូនមិនដែលយកទៅជាស្ដាប់ទេដោយសារតែម៉ែក្រដោយសារតែម៉ែនឹងរៀនមិនបានខ្ពង់ខ្ពស់កូនចាត់ទុកខ្លួនឯងដូចជាទេវតាមនុស្សអស្ចារ្យមានអំណាចខ្លាំងនៅក្នុងផ្ទះនេះអញ្ចឹងក៏ប៉ុន្តែកូនឯងមកដល់សប្តាហ៍ថ្ងៃនេះកូនវ័យ32ឆ្នាំហើយមានកូន3នាក់រៀបការជាង10ឆ្នាំហើយអ្វីត្បិតតែកូនឯងមានមុខរបរមានអីផ្ទាល់ខ្លួនមែនក៏ប៉ុន្តែអ្វីដែលកូនធ្វើវាមិនសម្ដៅសុភមង្គលទេម្ដាយឆ្ងល់ហើយម្ដាយសឹងតែសូមខ្លាចនៅទង្វើរបស់កូនក៏មិនតែសេចក្តីស្រឡាញ់ចំពោះកូនមានដូចតែគ្នាប៉ុន្តែកូនឯងចាំបាច់គិតទាំងអស់គ្នាថាម៉ែមានតែកូនឯងម្នាក់ទេម៉ែមានកូន5នាក់ហើយបើកូនតែម្នាក់នឹងបង្កការលំបាកដល់គ្រួសារឡើងខ្ទេចខ្ទាំសង្គ្រាមគ្រាគ្រួសារទាំងមូលបងប្អូននៅជាមួយមិនកើតផងតើកូនឯងសមដែរទេគិតខ្លួនឯងឡើងវិញកូនប្រុសកូនគួរតែកែវាសនាអនាគតរបស់ខ្លួនដោយចាប់ផ្ដើមពីខ្លួនកូនផ្ទាល់តែម្ដងកូនដឹងទេរហូតមកដល់ឥឡូវកូនសល់អីកូនសល់តិចណាស់កូនរបស់ខ្លួនធំអស់ហើយវ័យរបស់ខ្លួនច្រើនណាស់ទៅហើយក៏ប៉ុន្តែគ្មានអីនៅសល់ប្រមាណទេមិននៅសល់នេះមិនមែនដោយសារតែកូនឯងរំបានទេដោយសារតែមាយាទរបស់កូនឯងផឹកស៊ីពីលាអាវ៉ាសែមកផ្ទះររឿងម្ដាយររឿងប្រពន្ធលោឡាមិនកោតក្រែងមិនអញើតមិនអីទាំងអស់គ្នាក្នុងសហគមន៍គ្រួសារទាំងមូលដូច្នេះម្ដាយសំណូមពរដើម្បីឲ្យកូនបញ្ចេញមតិសំណូមពរទី1កូនត្រូវរៀបចំខ្លួនឲ្យคล้ายជាឪពុកគេជាប្តីគេដ៏ល្អប្រសើរនិងត្រឹមត្រូវទី2ម្ដាយសូមឲ្យកូនបែកផ្ទះបែកសម្បែងជាមួយម៉ាក់ម្ដាយក្មេកគេទទួលទេកូនក៏ប៉ុន្តែបើកូនទៅធ្វើដូចតែមួយយាតនៅផ្ទះយើងក៏មិនអាចទៅនៅកើតដែរហើយបើកូនថាមិនចង់ទៅទេសូមនៅផ្ទះនេះក៏អត់ស្វាគមន៍មនុស្សដែលមានចរិតមាយាទគំនិតបែបនេះដែរម្ដាយត្រូវការកូនដែលមានតម្លៃជាកូនពិតប្រាកដត្រូវការកូនដែលមានការទទួលខុសត្រូវលើជោគវាសនារបស់កូនយ៉ាងពិតប្រាកដបើកូននៅទីនេះក៏កូនត្រូវតែកែមាយាទនឹងបើកូនទៅនៅផ្ទះផ្សេងម្ដាយក្មេកក៏កូនត្រូវតែកែដែរដឹងតែខ្លួនឯងមិនល្អដឹងតែខ្លួនឯងមិនកើតនៅមាយាទនឹងចរិតមួយចំនួនក៏ប៉ុន្តែបែរជាមិនព្រមកែតើកូនចង់អោបបិសាចឬក៏កូនចង់ទាត់បិសាចចោលបញ្ហាយើងឲ្យបិសាចចាក់ចេញពីខ្លួនយើងឬយើងចាក់ចេញពីបិសាចនេះកូនហើយកុំឲ្យពេលវេលាចេះតែខើចទៅមុខឲ្យខ្លួនយើងមិនបានប្រឈមមុខទប់ទល់នឹងភាពខុសឆ្គងដែលកើតឡើងដោយទង្វើរបស់យើងនេះយើងចង់មានយើងចង់បានតែយើងគ្មានមាយាទនិងគំនិតល្អប្រសើរបន្តទៀត
ក្នុងនាមគ្រួសារទាំងមូលម្ដាយទុកពេលឲ្យកូនឯងចំនួន5ថ្ងៃឬមួយសប្តាហ៍ពិចារណាហើយយើងពិភាក្សាគ្នាជារួមមួយសារទៀតក៏ប៉ុន្តែចំហរបស់ម្ដាយគឺអញ្ចឹងសូមកូនឯងគិតនិងពិចារណាឡើងវិញព្រោះម្ដាយត្រូវតែមានតម្លៃជាម្ដាយហើយកូនឯងជាកូនរបស់ម៉ែសូមចែកដើមទុនមួយចំនួនដល់កូនឯងចំនួន$2,000ធ្វើជាដើមទុនធ្វើអីត្បិតអីម្ដាយមានជីវភាពលំបាកជំងឺជាប់ខ្លួនប្រចាំកាយផងដែរដូច្នេះក៏គប្បីតោងកូនយល់តោងកូនគិតនិងពិចារណាណាកូនប្រុសជូនគាត់អញ្ចឹងហើយចាំស្ដាប់យោបល់គាត់នឹងបញ្ចេញហើយទាំងអស់គ្នារួមសហការគ្នាទាញនឹងទប់អូគាត់មួយសប្តាហ៍ក្រោយយើងពិភាក្សាគ្នាសម្រាប់មួយសារទៀតអ៊ំស្រីចាលោកគ្រូខ្ញុំអរគុណច្រើនណាស់ប៉ុន្តែដល់ពេលកូនខ្ញុំមួយរៀននិស្សិតឆ្នាំទី3ហ្នឹងវាមិនចង់ឲ្យបងផងវាទៅចិត្តវាហ្មងវាថាវាអាប់អោនកិត្តិយសវាគាត់ណាឥឡូវនេះសុំកាត់អ៊ំស្រីសុំកាត់វិញដែលហៅថាដំណោះស្រាយមិនស្រួលទេវាត្រូវតែពិបាកហើយបើយើងគិតពីការពិបាកធ្វើម៉េចមានដំណោះស្រាយមិនចឹងអ៊ំចាអញ្ចឹងយើងទាញគាត់មកឲ្យជុំគ្នាជជែកបើបានមកទាំងកូន5នាក់ស្រួលតែម្ដងល្អមែនតែនជូនអ៊ំប៉ុណ្ណឹងធ្វើជាដើមទុនសម្រាប់អ៊ំគិតនិងពិចារណាណាអ៊ំស្រីបាទសូមជម្រាបលា